ចំនួនគេចែកទៅជាឈ្មោះមានឈ្មោះរបស់គេហើយតាមខ្ញុំចាំបានតាមខ្ញុំដឹងដូចជា baby boomer ហ្នឹងគឺចំនួនពួកគាត់ដែលកើតឆ្នាំ1946ដល់ឆ្នាំ1964ដែលក្រោយសង្គ្រាមលោកលើកទី2ហ្នឹងពួកគាត់ហ្នឹងពីច្រើនហ្នឹងហើយពី1946ដល់ឆ្នាំ1964ហ្នឹងគឺចំនួនហ្នឹងសេដ្ឋកិច្ចកំពុងតែក្រើកកំពុងតែងើបឡើងវិញកំពុងតែផ្ទុះសេដ្ឋកិច្ចតបមកបានចូលមកដល់ Gen X ឬក៏ Generation X ហ្នឹងគឺពួកគាត់ហ្នឹងកើតកំឡុងឆ្នាំ1965ដល់ឆ្នាំ1980អញ្ចឹងមីងដែលគាត់កើតនៅឆ្នាំ1965ដល់ឆ្នាំ1980ហ្នឹងគឺគាត់គឺ Generation X ហើយគឺ Gen X ហើយបន្ទាប់ពីហ្នឹងមកទៀតគឺGen Y ឬក៏យើងហៅថា Millennial ហ្នឹងឬក៏ Gen Y ហ្នឹងគឺពួកគាត់កើតពីឆ្នាំ1981ដល់ឆ្នាំ1996អញ្ចឹង81ដល់96ហ្នឹងពួកគាត់គឺជាចំនួនដែលក៏ក្រៅហើយគឺមាន smartphone ប្រើហើយមាន smartphone ហើយគាត់យល់ដឹងច្រើនហើយឲ្យតម្លៃទៅលើបទពិសោធន៍ពេលហ្នឹងគឺក៏ក្រៅគឺមាន smartphone social media ការចូលរួមសង្គមអីទាំងអស់ហ្នឹងគឺពួកគាត់ផ្ទុះនៅក្នុងនេះហើយបងប្អូនចង់ដឹងច្បាស់បងប្អូនឆែកមើលនៅក្នុងឯកសារទៅឃើញឯងឆែកនៅក្នុងChatGPT ឬមួយក៏នៅក្នុង Google ឬក៏អីដែលទៅឬមួយក៏ DeepSeek អីចឹងទៅបងប្អូននឹងឃើញហើយគេនឹងប្រាប់បងប្អូនហើយចឹង Millennial ឬក៏ Gen Y ហ្នឹងគឺពួកគាត់កើតពីឆ្នាំ1981ដល់ឆ្នាំ1996កំឡុងពេលហ្នឹងគឺពួកគាត់ Millennial ហើយ Gen Y ហ្នឹងហើយបន្ទាប់មកបានពួក Gen Z ហ្នឹងគឺកើតនៅឆ្នាំ1997ដល់ឆ្នាំ2012ខ្ញុំនិយាយសុំទោសខ្ញុំនិយាយខុសបន្តិចជំនាន់ Millennial ហ្នឹងគឺពួកគាត់មិនទាន់ទូលំទូលាយអំពីអ៊ីនធឺណិតខ្លាំងហ្មងទេគ្រាន់តែគាត់ទូលំទូលាយដែរប៉ុន្តែមិនទាន់ចេះប្រើសឹងថាគ្រប់គ្នាហ្មងប៉ុន្តែ Gen Z នេះគឺគាត់ប៉ិនប្រសពក្នុងការប្រើបច្ចេកវិទ្យាហ្មងគឺប៉ិនប្រសពហើយឆ្នើម្នាក់គឺសិតតែចេះប្រើ smartphone ចេះប្រើ technology អីគឺ Gen Z ហ្នឹងហើយគឺ AI អីហ្នឹងគឺនៅក្នុង Gen Z ហ្នឹងហើយ Gen Z គឺពួកគាត់ពេញកម្លាំងខត់ខ្លាំងហ្នឹងហើយទាំងធ្វើការទាំងក៏ដូចជាការរៀនអញ្ចឹងគឺគាត់ពេញកម្លាំងគឺយុវវ័យយើងនិយាយសួរស្ដាប់គឺជំនាន់យុវវ័យហើយបន្ទាប់ពី Gen Z ហើយបានមកGen Alpha ហ្នឹងគឺមកដល់បច្ចុប្បន្នហ្នឹងពី2013រហូតមកដល់បច្ចុប្បន្នហ្នឹងគឺ Gen Alpha ហ្នឹងគឺពួកគាត់រៀងទុកដែរពួកគាត់ទៀតទៅគាត់នឹងធំអញ្ចឹងគួរតែបដោះគាត់ឲ្យប្រកែឲ្យឆ្នើមឲ្យអីពីនឹងតម្រង់ពីនឹងទៅពួកគាត់នឹងខ្លាយជាសសរទ្រូងនៃប្រទេសជាតិមួយនៃអនាគតសសរស្ដំនៃប្រទេសមួយអញ្ចឹង Gen Alpha ពី2013រហូតដល់បច្ចុប្បន្នអញ្ចឹងគឺមានខ្ញុំរាប់ពីសង្គ្រាមលោកលើកទី2មកគឺ Baby Boomer ហ្នឹង Generation X ហ្នឹងហើយ Generation Y ហ្នឹងឬក៏ Millennial ហ្នឹងបន្តមកទៅមក Gen Z ហ្នឹងហើយនឹង Gen Alpha